ហេតុអីបានជាកុមារតូចៗគាត់គួរតែរៀនគុំរូបចំណុចទី1នោះគឺអភិវឌ្ឍខួរក្បាលនិងជំនាញការគិតកូនរបស់ប៉ាម៉ាក់ចាប់ផ្ដើមយករូបគុំនោះមួយបន្ទះមកគុំចូលគ្នាពេលដែលគាត់គុំអត់បានគាត់នឹងគុំម្ដងទៀតនេះហើយគឺជាការមួយដែលជំរុញការគិតក៏ដូចជាការវិភាគរបស់គាត់នៅក្នុងការដែលគាត់គុំរូបនោះចំណុចទី2នោះគឺការអភិវឌ្ឍចលនាដៃរបស់គាត់អញ្ចឹងពេលដែលគាត់ចាប់ផ្ដើមកាន់បន្ទះរូបបង្វិលឆ្វេងបង្វិលស្ដាំឡើងលើចុះក្រោមអីហ្នឹងគឺធ្វើឲ្យដៃគាត់មានកម្លាំងហើយមិនត្រឹមតែប៉ុណ្ណោះជួយធ្វើឲ្យសម្របសម្រួលជាមួយនឹងភ្នែករបស់គាត់អញ្ចឹងពេលដែលភ្នែកគាត់សម្លឹងគឺដៃគាត់នឹងយកទៅដាក់មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យកូនគាត់ឆាប់ចេះកាន់ប៊ិចកាន់ដេកខ្មៅក្នុងការសរសេរអក្សរទៀតផងចំណុចទី3នោះគឺការផ្ដោតអារម្មណ៍ពេលដែលគាត់ចាប់ផ្ដើមអង្គុយលេងពេលដែលគាត់កាន់ក្តារហើយគាត់កាន់គ្រាប់នឹងមកផ្គុំម្ដងមួយធ្វើឲ្យគាត់មានការផ្ចង់អារម្មណ៍ខ្លាំងវ័យតូចៗពីមួយឆ្នាំកន្លះទៅក៏អត់ចាំបាច់ត្រូវការពេលវេលាច្រើនទេចន្លោះពី1នាទីរហូតដល់5នាទីហ្នឹងគឺខ្លាំងមែនតើនៅក្នុងការដែលគាត់ផ្ចង់អារម្មណ៍ហ្នឹងចំណុចទី4រៀនពាក្យថ្មីជាប្រចាំថ្ងៃអញ្ចឹងពេលដែលគាត់លេងជាមួយនឹងប៉ាម៉ាក់តែងតែប្រាប់ឯខាងលើខាងឆ្វេងខាងស្ដាំឬក៏រូបនេះគឺជារូបសត្វឆ្មាឬក៏រូបនេះគឺជាឡានប៉ែតអីអញ្ចឹងទៅនេះហើយគឺគាត់ឆាប់ចាប់បានមែនតើពាក្យថ្មីចាចំណុចទី5គឺបង្កើនទំនុកចិត្តពេលដែលគាត់ចាប់ផ្ដើមផ្គុំរូបបានមួយផ្ទាំងបែបនេះគាត់នឹងមានអារម្មណ៍ថាគាត់ធ្វើបានល្អគាត់ធ្វើបានហើយអញ្ចឹងនេះហើយគឺជាបង្កើនទំនុកចិត្តតាំងពីវ័យកុមារតែម្ដងសរុបជារួមមកការលេងផាសសលនេះដែរគឺមិនមែនជាការលេងធម្មតានោះទេគឺជាការរៀនពីលេង